ស្ត្រីអាជីវករផ្សាររាត្រី60ម៉ែត្រចោលឆក់កាបូបអស់សម្ភារៈជាច្រើនត្រង់ចំណុចផ្លូវសាលាបឋមសិក្សាធ្លុកអណ្ដូងស្ថិតក្នុងសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបនៅថ្ងៃទី16ខែមិថុនាឆ្នាំ2025នេះស្ត្រីអាជីវករផ្សាររាត្រី60ម៉ែត្រត្រូវបានចោលឆក់កាបូបបាត់អស់សម្ភារៈជាច្រើនខណៈកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះទៅដល់ត្រង់ចំណុចផ្លូវសាលាបឋមសិក្សាធ្លុកអណ្ដូងស្ថិតក្នុងសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿងនៅតាមបណ្ដោយផ្លូវជាតិលេខ 21A ឃុំព្រែកអំបិលស្រុកស្អាងភ្នំពេញព័ត៌មានបឋមខណៈនេះមានករណីអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃទី17ខែមិថុនាឆ្នាំ2025នៅតាមបណ្ដោយផ្លូវជាតិលេខ 21A ឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលករណីនេះបង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរចំពោះមូលហេតុមិនទាន់បញ្ជាក់ច្បាស់នៅឡើយឃាតកម្មឪពុកមាហ៊ានលើកកំបិតដេញកាប់ក្មួយដាច់ក្បាលរួចជីកប់បំបត្តិផុសតាំងតែទីបំផុតសមត្ថកិច្ចឃាត់ខ្លួនទាំងយប់ខេត្តបន្ទាយមានជ័យឪពុកមាហ៊ានលើកកំបិតដេញកាប់ក្មួយដាច់ក្បាលរួចជីកប់បាត់ផុសតាំងតែទីបំផុតត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនទាំងយប់នៅថ្ងៃទី16ខែមិថុនាឆ្នាំ2025នៅភូមិគោកធំគុំបោះស្បូវស្រុកប្រណិតព្រះស្លាប់2នាក់និងរងរបួស8នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី17ខែមិថុនាឆ្នាំ2025ភ្នំពេញយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិឲ្យដឹងថានៅថ្ងៃទី17ខែមិថុនាឆ្នាំ2025មានករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន6លើកបណ្ដាលឲ្យមនុស្សស្លាប់2នាក់និងរងរបួស8នាក់ប្រភពព័ត៌មានដដែលបញ្ជាក់ថាមូលហេតុភាគច្រើនបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមានស្រវឹងល្បឿនមិនគោរពសិទ្ធិនិងប្រជែង